ស្ដីប្រិយមិត្តដែលកំពុងតាមដាន Channel ព័ត៌មានអន្តរជាតិនេះគឺជាព័ត៌មានពិសេសស្ដីពីស្ថានភាពសង្គ្រាមរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនដែលកំពុងបន្តកើតមានយ៉ាងតានតឹងនិងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាពស្ថិរភាពនិងសេដ្ឋកិច្ចពិភពលោកសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនមានឫសគល់មកពីបញ្ហាប្រវត្តិសាស្ត្រនិងនយោបាយជាយូរមកហើយបន្ទាប់ពីអ៊ុយក្រែនទទួលបានឯករាជ្យពីសហភាពសូវៀតក្នុងឆ្នាំ1991ប្រទេសនេះបានព្យាយាមបង្កើតទំនាក់ទំនងជាមួយបណ្ដាប្រទេសលោកខាងលិចជាពិសេសសហភាពអឺរ៉ុបនិងអង្គការ NATO រុស្ស៊ីវិញបានចាត់ទុកចលនានេះថាជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួននិងឥទ្ធិពលក្នុងតំបន់ភាពតានតឹងបានកើតឡើងជាបន្តបន្ទាប់រហូតដល់ការបើកប្រតិបត្តិការយោធាដ៏ធំរបស់រុស្ស៊ីលើទឹកដីអ៊ុយក្រែនសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនដែលមិនមែនជាសង្គ្រាមធម្មតារវាងប្រទេសពីរទេប៉ុន្តែជាសង្គ្រាមកំពុងប៉ះទង្គិចអំណាចធំៗនិងកំណត់ទិសដៅនៃរបបពិភពលោកនាពេលអនាគតបច្ចុប្បន្ននេះសង្គ្រាមនៅតែបន្តយ៉ាងខ្លាំងក្លានៅតំបន់ភាគខាងកើតនិងភាគខាងត្បូងនៃអ៊ុយក្រែនប្រយុទ្ធរួមមានការវាយប្រហារតាមអាកាសការបាញ់មីស៊ីលនិងការប្រយុទ្ធរវាងកងទ័ពលើដីដែលបង្កការខូចខាតយ៉ាងធំធេងដល់ទីក្រុងហេដ្ឋារចនាសម្ព័ន្ធនិងសេវាសាធារណៈប្រជាពលរដ្ឋរាប់លានអ្នកត្រូវបានបង្ខំឲ្យចាកចេញពីលំនៅឋានរបស់ខ្លួនដើម្បីស្វែងរកសុវត្ថិភាពតំបន់ផ្សេងឬភៀសខ្លួនទៅកាន់ប្រទេសជិតខាងសង្គ្រាមនេះបានបង្កឲ្យមានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរប្រជាជនជាច្រើនកំពុងប្រឈមនឹងការខ្វះខាតអាហារទឹកស្អាតសេវាសាធារណៈសេវាសុខាភិបាលនិងអគ្គិសនីកុមារស្ត្រីនិងមនុស្សចាស់គឺជាក្រុមដែលរងផលប៉ះពាល់ខ្លាំងជាងគេអង្គការអន្តរជាតិជាច្រើនបានអំពាវនាវឲ្យមានការផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសង្គ្រោះជីវិតប្រជាជនដែលកំពុងរងគ្រោះពីសង្គ្រាមមិនត្រឹមតែអ៊ុយក្រែននិងរុស្ស៊ីប៉ុណ្ណោះទេដែលរងផលប៉ះពាល់ពីសង្គ្រាមនេះពិភពលោកទាំងមូលក៏កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដោយសារការកើនឡើងតម្លៃប្រេងអូស្មန်និងស្បៀងអាហារប្រទេសអ៊ុយក្រែននិងរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ស្រូវនិងថាមពលដ៏សំខាន់លើទីផ្សារពិភពលោកការរាំងខ្ទប់និងការប្រយុទ្ធបានធ្វើឲ្យខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោករងការរំខានយ៉ាងខ្លាំងសហគមន៍អន្តរជាតិបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនេះបណ្ដាប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងតឹងរ៉ឹងលើរុស្ស៊ីខណៈប្រទេសជាច្រើនផ្សេងទៀតបានផ្ដល់ជំនួយយោធានិងមនុស្សធម៌ដល់អ៊ុយក្រែនអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិផ្សេងៗបានអំពាវនាវឲ្យភាគីទាំងពីរបញ្ឈប់អំពើហិង្សានិងត្រឡប់ទៅកាន់តុចរចាសន្តិភាពទោះបីជាមានការចរចានិងការអំពាវនាវជាច្រើនក៏ដោយសង្គ្រាមនេះនៅតែមិនទាន់មានសញ្ញាបញ្ចប់ច្បាស់លាស់អ្នកវិភាគជាច្រើនបានព្រមានថាប្រសិនបើសង្គ្រាមនេះបន្តយូរវាអាចនាំឲ្យមានភាពមិនស្ថិរភាពកាន់តែខ្លាំងនៅតំបន់និងពិភពលោកទាំងមូលបើវិភាគយ៉ាងស៊ីជម្រៅសង្គ្រាមរុស្ស៊ីអ៊ុយក្រែនមិនមែនជាព្រឹត្តិការណ៍ភ្លាមៗឡើយវាជាលទ្ធផលនៃការប្រមូលផ្ដុំភាពតានតឹងជាច្រើនទសវត្សរ៍បន្ទាប់ពីការរលាយនៃសហភាពសូវៀតរុស្ស៊ីមានអារម្មណ៍ថាខ្លួនកំពុងបាត់បង់ឥទ្ធិពលនិងសុវត្ថិភាពជាយុទ្ធសាស្ត្រខណៈអង្គការ NATO កាន់តែពង្រីកខ្លួនទៅក្បែរព្រំដែនរុស្ស៊ីអ៊ុយក្រែនក្លាយជាចំណុចកណ្ដាលនៃការប្រឈមនេះអ៊ុយក្រែនមិនមែនជាប្រទេសតូចគ្មានតម្លៃនយោបាយទេវាជាប្រទេសមានទីតាំងភូមិសាស្ត្រសំខាន់យ៉ាងខ្លាំងរវាងអឺរ៉ុបនិងរុស្ស៊ីមានធនធានសម្បូរបែបមានច្រកសមុទ្រខ្មៅនិងជាផ្លូវដឹកថាមពលដ៏សំខាន់សម្រាប់រុស្ស៊ីអ៊ុយក្រែនគឺជាខ្សែការពារដើម្បីទប់ស្កាត់ឥទ្ធិពលលោកខាងលិចសម្រាប់លោកខាងលិចអ៊ុយក្រែនគឺជាសញ្ញានៃសិទ្ធិជាតិនិងប្រជាធិបតេយ្យតែសង្គ្រាមនេះអាចបញ្ចប់ដោយសន្តិភាពបានទេអ្នកវិភាគជាច្រើនជឿថាសន្តិភាពអាចកើតមានតែត្រូវការលះបង់យ៉ាងធំពីភាគីទាំងអស់គ្រាមអាចបន្តយូរនិងបង្កគ្រោះថ្នាក់ធំជាងនេះសរុបមកសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនគឺជាវិបត្តិធំមួយដែលមិនអាចត្រឹមតែប៉ះពាល់ដល់ប្រទេសទាំងពីរប៉ុណ្ណោះទេប៉ុន្តែថែមទាំងប៉ះពាល់ដល់មនុស្សជាតិទាំងមូលសន្តិភាពគឺជាអ្វីដែលពិភពលោកកំពុងរងចាំនិងសង្ឃឹមថានឹងអាចកើតមានឡើងក្នុងពេលឆាប់ៗខាងមុខនេះតើអ្នកយល់យ៉ាងណាដែរសម្រាប់សង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីសូមកុំភ្លេច comment ពិភាក្សាគ្នាខាងក្រោមនិងសូមជួយចុច subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗបន្តទៀតសូមអរគុណសូមជម្រាបលា